គុណលើក្នុងពេលនេះចាយើងនឹងមានសេចក្តីរាយការណ៍តាមបណ្ដាខេត្តគឺខេត្តព្រះសីហនុដោយលោកបៃសុខីនឹងធ្វើសេចក្តីរាយការណ៍តាក់ទិនទៅនឹងសភាពពាណិជ្ជកម្មខេត្តព្រះសីហនុបានយកអំណោយជូនគ្រួសាររងគ្រោះដែលជួបនៅគ្រោះអគ្គិភ័យចាឥឡូវនេះជួបជាមួយលោកបៃសុខីទាំងអស់គ្នាចាបាទជំរាបសួរលោកបៃសុខីបាទជំរាបសួរលោកជំនាញនិងអ្នកនាងគុណធានិងទស្សនិកជនទីបាទបាទពាក់ព័ន្ធទៅនឹងសភាពាណិជ្ជកម្មខេត្តព្រះសីហនុនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យនោះយ៉ាងម៉េចដែរបាទលោកជំនាញកាលពីរសៀលថ្ងៃទី18ខែមីនានេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុដែលដឹកនាំដោយលោកអញ្ញាឡាវកាំងនិងបការីរួមជាមួយនឹងសន្តាគារសុខាវតានោះបាននាំយកសម្ភារៈនិងថវិកាមួយចំនួនទៅប្រគល់ជូនដល់បងប្អូនចំនួន5គ្រួសារដែលគាត់បានឆេះលំនៅឋានកាលពីថ្ងៃទី17ខែមីនាឆ្នាំ2016កន្លងទៅនេះបាទចា៎បាទហើយមានការចូលរួមបាទអញ្ជើញបាទហើយចំពោះករណីអគិភ័យខាតឆេះនេះគឺលោកអញ្ញារួមនឹងសហការីបាននាំយកអំណោយរួមមានអង្គមួយបាវមី2កេសនិងថវិកា50,000 រៀលទៅប្រគល់ជូនដល់បងប្អូនគ្រួសារដែលឆេះផ្ទះ5ក្នុងមាន9គ្រួសារលោកជាមីហើយទាំងអស់នេះសូមបញ្ជាក់ឲ្យឃើញថាជាការជួយរំលែកទុក្ខពីសំណាក់សភាពាណិជ្ជកម្មខេត្តក្នុងការចូលរួមជាមួយនឹងបងប្អូនដែលគាត់ជួបគ្រោះអគ្គិភ័យដែលឆេះផ្ទះសម្បែងទាំងអស់គ្មានតែសល់អ្វីនោះទេបាទបាទឆេះហ្នឹង9គ្រួសារហ្នឹងឬក៏មានផ្សេងទៀតបាទលោកបៃសុខីបាទលោកជានេះករណីឆេះផ្ទះនេះតែ5ខ្នងទេក៏ប៉ុន្តែក្នុង5ខ្នងនេះមានការដាក់នៅនេះរហូតដល់9គ្រួសារដូច្នេះហើយការខូចខាតស្ទើរទាំងស្រុងទាំងអស់នេះដោយមើលឃើញពីភាពទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនេះហើយទើបសភាពាណិជ្ជកម្មខេត្តដែលដឹកនាំដោយលោកអញ្ញាឡាកាំងរួមជាមួយនឹងសន្តាគារអូតែលនេះសុខាអូតែលនេះបាននាំយកថវិកាទោះបីថវិកានេះមានចំនួនតិចតួចយ៉ាងណាក្តីតែនេះជាការចូលរួមរំលែកទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលលោកកំពុងជួបការលំបាកក្នុងគ្រាមានអាសន្នជួយបានមួយគ្រាផងដែរក្នុងករណីគ្រោះអគ្គិភ័យនេះបាទហើយលោកក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះអគ្គិភ័យដែលកើតឡើងនេះជាយថាហេតុនេះព្រោះថាអាកាសធាតុនៅខេត្តព្រះសីហនុហាក់បីដូចជាមានការអាកាសធាតុប្រែប្រួលលោកក៏ជានេះដោយថានៅខេត្តព្រះសីហនុគឺក្តៅតែម្ដងហើយដូច្នេះហើយមានការប្រុងប្រយ័ត្នជាពិសេសចំពោះចរន្តអគ្គិសនីចង្កាន់ហ្គាសក៏ដូចជាទុកធូបទៀននេះជាដើមដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីគ្រោះអគ្គិភ័យដែលកើតឡើងជាយថាហេតុនេះផងដែរបាទបាទអរគុណច្រើនលោកបៃសុខីបាទជួបគ្នាឱកាសក្រោយសូមជម្រាបលា